សួស្តីបងប្អូនអ្នកគ្នាឥឡូវនេះខ្ញុំមាន motor ផ្លុំ2 model ប្រភេទប្រើថ្ម18 V ដូចគ្នាសម្រាប់2 model នេះខុសគ្នាតែចំពួយហ្នឹងទេបាទចំពួយវែងនិងចំពួយខ្លីហើយតើតើចំពួយខ្លីនេះគឺលេខកូដ DUB 185ចំណែកមួយនេះគឺ186បាទខុសគ្នាតែកតុយមួយលេខទេអញ្ចឹងបងប្អូនអ្នកគ្នាចំណាំទៅបាទចំពួយវែង186ចំពួយខ្លីនេះ185ហើយកន្លែងសេរីល្បឿននេះ3លេខដូចគ្នាបាទកម្លាំងអីក៏ប្រហែលគ្នាដែរប៉ុន្តែដល់វាកម្លាំងដល់ចុងចំពោះយ៉ាងខ្សោយជាងបន្តិចប្រភេទវែងនេះយ៉ាងខ្សោយជាងបន្តិចប៉ុន្តែវាបាញ់ស្រួលនៅពេលដែលយើងផ្លុំប្រភេទដីស្លឹកឈើអីវាយ៉ាងស្រួលជាងអញ្ចឹងណាប្រភេទនេះផ្លុំគ្រឿងអេឡិចត្រូនិកឬក៏ផ្លុំសម្អាតបង្អួចចម្រឹងអីផ្សេងគឺបាទក្បែរដៃអញ្ចឹងទៅអញ្ចឹងពីរនេះគឺមុខងារនៃការប្រើប្រាស់ដូចគ្នាអញ្ចឹងបើសិនជាមានតម្រូវការអីអាចតតងមកបាទសួរព័ត៌មានបន្ថែមបានបាទសូមអរគុណ